ខេត្តរតនគិរីស្រុកអូយ៉ាដាវណាគិរីសាររតនគិរីដែរមានប្រាសាទមានដើមឈើដែរអូយ៉ាដាវយើងនេះដោះជាប់ក្នុងប្រាសាទនៅក្រោមនេះបងប្អូនដើមឈើធំៗដល់មើលហើយនេះប្រាសាទយើងនៅប្រាសាទនេះប្រាសាទមិនចាំទៅស៊ីមរៀបនៅរតនគិរីយើងក៏មានប្រាសាទនេះនេះបងប្អូនphânភាគប្រាសាទនៅក្នុងភូមិដល់ទូចភូមិយតុងស្រុកអូយ៉ាដាវខេត្តរតនគិរីអូតែមានដើមឈើដែរដោះជាប់ក្នុងប្រាសាទនៅក្រោមនេះបងប្អូនតែមើលទៅមានរដ្ឋារបស់បារាំងស្អាតខ្លាំងមែនទែនហ្នឹងហើយមិនស្អាតទេគឺមិនដែរនៅស្មាននៅក្នុងខេត្តយើងមានប្រាសាទបងប្អូនរតនគិរីជាមួយខ្ញុំបងប្អូនហ្នឹងនៅស្រុកអូយ៉ាដាវphânភាគមកជុំរងទៅបងនេះខ្ញុំគេថាទៅដែរនេះណាមួយនឹងទៅជាថ្មដែលលំពីប្រាសាទមកបងប្អូននេះទៅជាថ្មបងប្អូនអូមានកាក់បែកមានកាក់បាក់បែកប្រាសាទយើងតែយើងអត់ដឹងមើលហេតុអីបងប្អូនphânភាគប្រាសាទនេះយើងអត់ដឹងទេព្រោះយើងទៅសល់បានប៉ុន្មានភាគរយទេនេះចាស់អ្នកសក់នៅភូមិហ្នឹងនេះគេហៅថាប្រាសាទយ៉ាក់ណាខ្ញុំចាប់អារម្មណ៍សានខ្លាំងសន្ធិដ្ឋមានទីតាំងនៅក្នុងភូមិដទូចឃុំយតុងស្រុកអូយ៉ាដាវខេត្តរតនគិរីអូធំទេតាមើលមិញឃើញស្មាទូចយើងមួយពីចង្អេស្មាទូចបងគាត់ទៅថតមានប្លង់ដ្រូនប្លង់អីទៅអែមខ្លាំងមែនទែននៅព្រៃឈើហើយសម្លេងសត្វសម្លេងអីគឺអែមខ្លាំងមែនទែនសត្វនេះគឺយើតោះបងប្អូនសម្រាប់បងប្អូនដែលចង់ទៅប្រាសាទឥឡូវខ្ញុំដាក់ខែចុងខែ2ខែ3បងប្អូនអាចចូលរួមទៅជាមួយពួកខ្ញុំបានបងប្អូនទៅលេងប្រាសាទយក្សណាងឈ្មោះវាយក្សណាងតាមវីដេអូបងគាត់ថតមកគឺគាត់និយាយថាប្រាសាទយក្សណាងនៅក្នុងខេត្តរតនគិរីភូមិដ៏ធំដ៏ទូចឃុំយ៉ាតុងអូបងប្អូនគឺពិសេសខ្លាំងមែនតើសម្រាប់បងប្អូននៅក្នុងខេត្តរតនគិរីឬមួយក៏ខេត្តឆ្ងាយចង់មកទស្សនានៅប្រាសាទយក្សណាងនេះគឺយើងទៅស្វែងសិក្សាស្វែងយល់ទាំងអស់គ្នាដើម្បីដឹងប្រវត្តិប្រាសាទនេះដាក់ដៃហើយនឹងវាកសាងឡើងចឹងបងប្អូនហើយមួយទៀតយើងចង់ទៅទស្សនាផ្ទាល់ពីប្រាសាទបុរាណដែលគេកសាងពីសម័យបុរាណមកអ្នកនរគ្នាព្រោះមិនងាយមានទេប្រាសាទមួយគឺពិបាកខ្លាំងមែនទែនឥឡូវខ្ញុំទៅដឹងដែរទេអ្នកនរគ្នាគឺថាខ្ញុំអត់បានទទួលព័ត៌មានពីណាមកទៅឃើញមកប្រុសគាត់បានថតមកអញ្ចឹងឃើញមកបើចង់ទៅតែម្ដងអញ្ចឹងពួកយើងថានឹងដាក់កម្រងខែណាមួយពួកយើងនឹងទៅហ្មងដូចខែ2ខែ3ខែ2ខែ3ខែ2ខែ3យើងនឹងទៅតែម្ដងហ្នឹងហើយអូខេនេះបងប្អូនមនី